សួស្តីអ្នកទាំងអស់គ្នាស្វាគមន៍មកកាន់ការបង្រៀនពីរបៀបបង្កើតឈ្មោះប្រភេទតំណែងដើម្បីធ្វើការបង្កើតឈ្មោះប្រភេទតំណែងនៅក្នុងកម្មវិធី TO Inventory Cloud ជាដំបូងអ្នកត្រូវ click នៅលើ Module Stock បន្ទាប់មក click នៅលើពាក្យ Category click ចូលទៅក្នុងប៊ូតុង Create ដើម្បីធ្វើការបង្កើតសម្រាប់លេខកូដលោកអ្នកអាចធ្វើការបំពេញដោយផ្ទាល់ឬអាចរំលងនោះ system នឹងធ្វើការចាប់លេខកូដជូនទៅស្វ័យប្រវត្តិលោកអ្នកត្រូវ tick លើពាក្យ Active ទើបឈ្មោះប្រភេទតំណែងដែលលោកអ្នកបង្កើតអាចដំណើរការបំពេញឈ្មោះប្រភេទតំណែងរបស់លោកអ្នកនៅក្នុងប្រអប់ description លោកអ្នកអាចបំពេញឈ្មោះប្រភេទតំណែងនោះជាភាសាផ្សេងទៀតនៅក្នុងប្រអប់ second language រួច click Save នោះលោកអ្នកនឹងទទួលបានឈ្មោះប្រភេទតំណែងថ្មីមួយ